ជាងយើងបន្តទៀតបាទអញ្ចឹងនៅក្នុងនេះយើងអាចមើលexample អូខេយើងមាន example ចឹងយើងអាចមើលនៅក្នុងនេះទៅបាទចម្លើយនៅក្នុងហ្នឹងហើយឥឡូវយើងតទៅទៀតបាទឥឡូវតទៀតយើងតាក់ទងជាមួយនឹងបាទយើងតាក់ទងជាមួយនឹង derivation of unit diagram អញ្ចឹងដូចយើងដឹងហើយថា unit diagram មិញគឺសំខាន់ណាស់អញ្ចឹងអញ្ចឹងក្នុងករណីនេះគឺយើងធ្វើយ៉ាងម៉េចដើម្បីបាន unit diagram អូខេអញ្ចឹងជាទៅគឺនៅក្នុងការដើម្បីបាន unit diagram ជាទៅគឺយើងត្រូវតែបាទ at least 5 qualified storm event អញ្ចឹងបានន័យថាក្នុងstorm របស់យើងក្នុងដូចជា annual hydrograph របស់យើងហ្នឹងបាទក្នុងមួយឆ្នាំឬក៏ច្រើនឆ្នាំនោះយើងមើលទៅថាតើយើងរកយកតែ5 qualify storm ឯបាទអញ្ចឹងដូចខ្ញុំបានរៀបរាប់ចឹងគឺ storm ហ្នឹងគឺត្រូវតែ isolate ឬក៏ independent បាទមួយទៀតគឺ uniform over entire duration អញ្ចឹងបានន័យថាព្រោះភ្លៀងយើងយកភ្លៀងប្រហែល1សង់ទីម៉ែត្រអញ្ចឹងបាទយើងយកភ្លៀងប្រហែលព្រោះថាភ្លៀងមួយបាទយើងយកភ្លៀង1សង់ទីម៉ែត្រគឺបានន័យថាយើងភ្លៀងនេះគឺបានន័យថាវាមានកម្ពស់ទឹកនឹងតាំងពីម៉ោងទី1ដល់រហូតដល់ម៉ោងទី2ហ្នឹងគឺត្រូវតែ1សង់ទីម៉ែត្រដូចគ្នាបាទអានេះឧទាហរណ៍ដល់ភ្លៀង2ម៉ោងណាបាទយើងអាចយកភ្លៀងប្រហែលម៉ោងក៏បានដែរបាទរហ័សបាន storm uniform over entire ocean អញ្ចឹងភ្លៀងធ្លាក់នៅ1សង់ទីម៉ែត្រគឺក្នុងរយៈពេលបើភ្លៀងយើងគិត2ម៉ោងគឺត្រូវ1សង់ទីម៉ែត្រទៅប្រហែល1សង់ទីម៉ែត្រទៅ2ម៉ោងមួយទៀតគឺ1សង់ទីម៉ែត្រនេះត្រូវតែធ្លាក់ជុំវិញពេញតែ catchment របស់យើងបាទមួយទៀតគឺ storm duration must be 20 plus minus 20% of the បាទអញ្ចឹងដូចជាយើងយក2ម៉ោងអញ្ចឹងបាទ storm របស់យើងគឺត្រូវតែបានន័យថារយៈពេលភ្លៀងរបស់យើងនេះគួរតែវាអាចច្រើនជាង2ម៉ោងឬក៏តិចជាង2ម៉ោងអញ្ចឹងជាទូទៅគឺ preferably less បានន័យថាយើងយកដូចយើងយក2ម៉ោងគឺវាអាចថាធំជាង2ម៉ោង 20% ឬក៏ក្រោម2ម៉ោង 20% បាទប៉ុន្តែយើងចង់បាន less ច្រើនជាងបាទមួយទៀត storm duration must be បាទ d ចែកជាមួយនឹង5គឺ1/3 of basin lake បាទអញ្ចឹងរយៈពេលbasin lake របស់យើងបាទយើងនៅចាំ basin lake គឺបាទយើងសំដៅទៅលើមេរៀនរបស់យើងបាទ surface runoff បាទ basin lake របស់យើងគឺកន្លែងណាបាទនេះឃើញទេបាទ lake time basin lake time គឺយើងសំដៅទៅលើទឹកភ្លៀងរបស់យើងមិនមែនយើងដល់2ម៉ោងអញ្ចឹងពាក់កណ្ដាលវារហូតទៅដល់ peak hour របស់វាណាបាទអញ្ចឹងយើងហៅថាហ្នឹងគឺជា basin lake របស់វា basin lake time បាទអញ្ចឹងគឺយើងបាទម៉ោងគឺ storm duration របស់យើងគឺ 1/5 នៃ L ហ្នឹងបាទឬក៏ទៅរហូតដល់ 1/3 នៃ L ហ្នឹង storm magnitude must be significant preferably between 1 to 4 cm អញ្ចឹង storm ដែលយើងយកមកប្រើបាទគួរតែមានតម្លៃប្រហែលជា1ទៅពី1ទៅ4សង់ទីម៉ែត្របាទអូខេអញ្ចឹងយើងមើលបាទអញ្ចឹងនៅក្នុងនេះគឺយើងនៅចាំទេបាទមេរៀនមុន surface runoff របស់យើងគឺយើងបានគឺអាមួយនេះមិនអញ្ចឹងបាទអញ្ចឹងនេះគឺជា surface runoff របស់យើងដែលយើងផ្ដាច់ base flow ហ្នឹងបាទឃើញទេបាទអញ្ចឹងយើងមាននេះឃើញទេអញ្ចឹងនៅក្នុងមេរៀនមួយយើងមុនហ្នឹងគឺយើងផ្ដាច់ base flow គឺយើងបាន direct runoff បាទអញ្ចឹងនៅក្នុងនេះអញ្ចឹងយើងបាននេះអញ្ចឹងយើងបានទឹកភ្លៀងរបស់យើងនៅក្នុងពេលហ្នឹងគឺទឹកភ្លៀងរបស់យើងប្រកាសជាអាចថា P មានតម្លៃ1វាអត់1សង់ទីម៉ែត្រទេបាទអញ្ចឹងយើងបានរយៈពេលគឺយើងដឹងបាទ P នេះយើងដឹងហើយ direct runoff របស់យើងនេះក៏ដឹងដែរអញ្ចឹងដើម្បីរកunit hydrograph គឺបាទយើងយកយើងឃើញកន្លែងនេះគឺបាទគឺ v របស់យើង v នៅកន្លែងនេះគឺស្មើជាមួយនឹង p គុណជាមួយនឹង a បាទ p គុណជាមួយនឹង a អញ្ចឹងកន្លែងនេះគឺបើយើងចង់រកមួយ unit របស់យើងគឺប្រកាសជាបាទ v ស្មើជាមួយនឹង1គុណជាមួយនឹង a អញ្ចឹងគឺបានន័យថាម៉េចបានន័យថា unit hydrogram របស់យើងនៅកន្លែងនេះគឺស្មើជាមួយនឹង ordinate របស់យើង direct runoff របស់យើងបាទគឺបានន័យស្មើ direct runoff របស់យើងនឹងចែកជាមួយនឹង
ទឹកភ្លៀងរបស់យើងហ្នឹងទៅបាទទឹកភ្លៀងeffective rainfall របស់យើងហ្នឹងទៅអញ្ចឹងយើងនឹងបានបាទ unit hydrograph នៅកន្លែងនេះបាទយើងបាន coordinate ទូចៗណាបាទអូខេនឹងគឺជាការរក unit hydrograph បាទអញ្ចឹងនៅពេលដែលដោយសារតែយើង select 5 storm បាទអញ្ចឹងយើងប្រកាសជាបាន storm មួយបាទដូចថាយើងយក2ម៉ោងបាទអញ្ចឹង storm របស់យើងហ្នឹងគឺហាក់ប្រហែលគ្នាមកបាទអញ្ចឹងយើងបាន5ម៉ោងយើងឃើញទេក្នុងនេះគឺយើងបាន storm ถึง5 storm 5 direct run off របស់យើងអូខេ5 UH បានន័យថាយើងឥឡូវយើងចែកជាមួយនឹង effective rainfall យើងហើយ direct run off របស់យើងចែកអញ្ចឹងយើងបាន UH របស់យើងកន្លែងនេះអញ្ចឹង5 storm គឺយើងបានប្រកាសជា UH របស់យើងមួយនេះខុសគ្នាបាទបាទអញ្ចឹងនៅក្នុងនេះតែយើងសម្លេចយកមួយយ៉ាងម៉េចទៅបាទអញ្ចឹងក្នុងនេះគឺយើងឃើញថាបាទយើងឃើញថាឥឡូវយើងចូលដល់នេះវិញបាទចូលដល់នេះទៅស្រួលបញ្យល់ក្នុងតារាងនេះអញ្ចឹងយើងឃើញថា5 storm របស់យើងបាទយើងឃើញថា storm ទី1 storm ទី2 storm ទី3ទី4និងទី5អានេះគឺ UH ដែលយើងដូចខ្ញុំនិយាយយើង select 5អញ្ចឹងយើងមានទឹកភ្លៀងយើងមានទឹកភ្លៀងអញ្ចឹងយើងចែកជាមួយនឹងយើងយក direct run off របស់យើងចែកជាមួយទឹកចំនួនបរិមាណទឹកភ្លៀងរបស់យើងទៅទឹកភ្លៀងនេះគឺ effective rainfall ណាដក V index ហើយអញ្ចឹងយើងនឹងឃើញ storm ទី1ប៉ុណ្ណេះ UH វា storm ទី2 UH storm ទី3 UH ទី4ទី5អញ្ចឹងយើងធ្វើយ៉ាងម៉េចទៀតដោយសារក្នុងករណីរបស់យើងគឺយើងត្រូវការបាទយើងត្រូវការ Q យើងត្រូវការបាទយើងត្រូវការយើងគណនារកdetermine average QP Q peak T peak ហើយនិង T base អញ្ចឹងយើងត្រូវការ parameter 3ដែលយើងត្រូវការគឺបានន័យថាយើងត្រូវការ peak របស់វា Q peak របស់វាបាទយើងត្រូវការ Q peak របស់វាយើងត្រូវការ T peak របស់វាហើយនឹងយើងត្រូវការ T base គឺ TB នេះបាទអញ្ចឹងយើងមើលនៅក្នុងនេះបាទអញ្ចឹងនៅក្នុងនេះក្នុងឧទាហរណ៍នេះគឺបានន័យថាយើងឃើញអានេះ peak របស់វាមិនអញ្ចឹងបាទ Q peak របស់វា Q peak នៃ storm ទី2 Q peak storm ទី3ទី4ហើយទី5សិតតែ peak ទាំងអស់កំហុងមួយទៀតយើងត្រូវការយើងត្រូវការ TB បាទ time TPB នេះ time to peak អញ្ចឹង time to peak គឺបើយើងបាន storm ទី1របស់យើងមិនបាន4ម៉ោង storm ទី2មិនម៉ោង6ម៉ោង storm ទី3មិនម៉ោងបាទ4ម៉ោង storm ទី4មិនម៉ោង6ម៉ោង storm ទី5 4ម៉ោងអញ្ចឹងរួចហើយមកយើងត្រូវការមួយទៀតគឺ time base យល់ឃើញទេ time base របស់យើងគឺ storm ទី1យើងមាន20 storm ទី2យើងមាន22 storm ទី3យើងមាន18 storm ទី4យើងមាន22 storm ទី5យើងមាន20អញ្ចឹងយើងឃើញថាដើម្បីរកaverage TP time to peak របស់យើងប្រកាសជាបាទ4បូក6បូក4បូក6បូក4នេះណាចែកបោកជុំហើយយើងបែងចែកជាចាញ់5នេះយើងឃើញ 1/3 បាទ Q peak របស់យើងគឺបាទយើងយកអានេះបូកជាមួយ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 នេះ5ដងនឹងមកហើយចែកជាមួយ5យើងបាន 9.4 time to base របស់យើងគឺបាទយើងឃើញកន្លែងនេះគឺខ្សែទី1យើងមាន20ម៉ោងទី2ទី22ទី3 18ទី4 22ទី5 20អញ្ចឹងបូកចូលគ្នាចែក5នោះយើងបាន 20.4 បាទអញ្ចឹងបន្តមកទៀតគេឲ្យរកទៀតបាទ adjust curve must be smooth check the area អូខេបន្តមកទៀតយើងឃើញថាសម្រាប់ storm មួយបើសិនជាយើងធ្វើការបាទយើងធ្វើការបូក storm ទី1ហ្នឹងបាទបើសិនយើងបាទបូក UH របស់យើងប្រកាសជាបាន average វានេះបាទយើងបាន average ទាំងអស់នៅក្នុងនោះអូខេបាទអញ្ចឹងបូកមកយើងឃើញថាអានេះគឺវានឹងស្មើជាមួយនឹងអានេះគឺសម្រាប់បាទ rainfall rainfall access ឬក៏ effective rainfall វាគឺ1 សង់ទីម៉ែត្រកន្លែងនេះមិនបានបូកទាំងអស់នេះបើបូកទៅវាស្មើជាមួយ1ហើយបាទអានេះគឺបានន័យថាទឹកភ្លៀង1សង់ទីម៉ែត្ររបស់យើងគឺនឹងធ្វើឲ្យបាទ direct run off របស់យើងនៅក្នុង catchment របស់យើងនឹងស្មើតែប៉ុណ្ណឹងបាទតែចាំថានេះគឺយើងវាស់បាទមិនមែនចេះតែមានតម្លៃទេទៅទៀតអញ្ចឹងយើងឃើញថាយើងអត់ចាស់វាយ៉ាងម៉េចទៅបាទអញ្ចឹងយើងឃើញថាអានេះគឺជា UH បាទ unit hydrograph របស់យើងដែលយើងធ្វើ average មិញហ្នឹងហើយប៉ុន្តែយើងឃើញថាយ៉ាងម៉េចដែរ peak របស់វាមិញបើយើងរកនៅក្នុង UH របស់យើង peak របស់វាគឺបាន 9.4 ឃើញទេបាទ 9.4 ហើយpeak របស់វា 9.4 បាទ peak 9.4 វាត្រូវជាមួយនឹង
បាទ 9.4 នេះវាត្រូវជាមួយនឹង time to peak របស់យើងគឺ 4.8 គឺប្រហែលជា 5 ម៉ោងបាទអញ្ចឹងហើយមកកន្លែងនេះគឺយើងត្រូវឆ្លៀតវាយើងឆ្លៀតវាឃើញទេមិញ 9.4 យើងបាន 6 ឯងបាទអញ្ចឹងនៅក្នុងនេះដោយសារតែ time to peak របស់យើង 5 ម៉ោងអញ្ចឹងយើងត្បៀតវា 5 ម៉ោងចន្លោះនៅកន្លែងនេះ 5 ម៉ោងហើយ time to peak របស់យើងគឺ 4.4 គឺយើងដាក់កន្លែងនេះអញ្ចឹងបាទទៅទៀតដោយសារយើងមាន time base តែយើងនៅ time base មួយទៀតយើងឃើញថា time base របស់យើងគឺ time base របស់យើងគឺ20ម៉ោងបាទ20ម៉ោងយើងកាត់យក20ម៉ោងទៅយើងយក20បាទយើងយក20ប៉ុន្តែយើងឃើញនៅក្នុងនេះរបស់យើងគឺ20របស់យើងគឺបាទយើងឃើញ20របស់យើងគឺនៅមានតម្លៃដោយសារយើងធ្វើ average គឺតម្លៃdirect run off របស់យើងគឺ 0.2 បាទ 0.2 អញ្ចឹងដោយសារតែមិញ20ម៉ោងរបស់យើងហ្នឹងបាទនិយាយឃើញទេ20ម៉ោងរបស់យើងហ្នឹងគឺវាអត់មានតម្លៃទេដោយសារតែ time base យើងដឹងហើយ time base គឺបានន័យថា Q វាស្មើនឹង0បាទអញ្ចឹងបានកន្លែងនេះគឺ 0.2 យើងលុបវាចោលឃើញទេកន្លែងនេះ20 average របស់យើងគឺ0.2 តែដោយសារតែការគណនាយើងសម្រួលវាគឺបានតែ20កន្លែងនេះគឺស្មើនឹង0អញ្ចឹងហើយនេះគឺជាបាទនឹងគឺជាចុងក្រោយហើយបាទគឺជាបានន័យថានៅក្នុង catchment របស់យើងបាទទឹកភ្លៀង1សង់ទីម៉ែត្រគឺស្មើគឺនឹងធ្វើឲ្យមាន unit hydrograph របស់យើងរបៀបអញ្ចឹងបាទអញ្ចឹងអានេះឃើញទេបាទអានេះគឺជាអ្វីដែលយើង correct ហើយអាពណ៌ខ្មៅនេះគឺជា average ដែលយើងគណនាមកពី storm ទាំង5ហ្នឹងបាទអញ្ចឹងអានឹងគឺជារបៀបនៃការធ្វើ unit hydrograph បាទបាទអញ្ចឹងនៅក្នុងយើងឃើញថា unit hydrograph របស់យើងគឺបាទអញ្ចឹងយើងឃើញថា unit hydrograph អត់យើងមាន unit hydrograph គុណជាមួយនឹង rate of offset ទៅយើងនឹងបានបាទ direct run off យើងបាទបូកជាមួយនឹង base flow គឺយើងនឹងបាន total run off ឬក៏ run off hydrograph របស់យើងបាទអញ្ចឹងយើងឃើញថាយើងមើលតើ unit hydrograph នេះយើងអនុវត្តបានក្នុងការរក direct run off របស់យើងក្នុងលក្ខខណ្ឌអីគេបាទអញ្ចឹងជាទូទៅគឺវានៅក្នុងយើងអាចប្រើប្រាស់ UH ហ្នឹងបាទ unit hydrograph ហ្នឹងគឺក្នុងផ្ទៃនៃ catchment របស់យើងគឺក្នុងផ្ទៃប្រហែលជា2គីឡូម៉ែត្រទៅ5000គីឡូម៉ែត្របាទអូខេអញ្ចឹងនៅក្នុងនេះគឺ light storage in catchment which affects assumption of linear response is not constant បាទអញ្ចឹងបើសិនជាយើងមាន star ឲ្យធំឬក៏ reservoir ឲ្យធំនៅក្នុង catchment របស់យើងគឺវាអាចប៉ះពាល់ដល់បាទបានន័យថាយើងវាអាចប៉ះពាល់ដល់ការគណនារបស់យើងបានន័យថាអត់សុក្រឹតទេបាទ precipitation must be rainfall only snowfall cannot be constant ចានេះគឺសម្រាប់ rain នេះ rainfall មួយទៀតបានន័យថានៅក្នុង method របស់យើងនេះគឺវាអាច accurate សម្រាប់ TB បាទ time base របស់យើងទូរយៈពេលពីចាប់ផ្ដើមទឹកភ្លៀងរហូតដល់ទឹកហូរនិយាយទៅចាប់ទឹកហូរចាប់ផ្ដើមរហូតដល់ទឹកហូរចេញអស់ពីក្នុងស៊ីនរបស់យើងហ្នឹងគឺ time base របស់យើងគឺប្រហែលជាបូកដល់20%ហើយtime Q peak របស់វាហ្នឹងគឺអាចថាបូកដល់10%បាទអញ្ចឹងយើងទៅមុខទៀតនៅក្នុងកន្លែងនេះគឺតាក់ទងជាមួយនឹងបាទតាក់ទងជាមួយនឹងតែប៉ុន្តែខ្ញុំបានបញ្យល់មុននេះបន្តិចហើយបាទអញ្ចឹងបានន័យថាបើសិនជាយើងមាន rainfall យើងមានបាទយើងមានកន្លែងនេះគឺចង់សម្ដៅថាបើសិនជាយើងមាន unit hydrograph របស់យើងក៏ដូចគ្នាប៉ុន្តែaccess rainfall នៃភ្លៀងទី1របស់យើងមានប្រមាណ R1 ភ្លៀងទី2មាន R2 ភ្លៀងទី3មាន R3 អញ្ចឹងតែយើងបូកវាយ៉ាងម៉េចអញ្ចឹងបាទអញ្ចឹងនៅក្នុងនេះគឺយើងបាទយើងបូកវាដោយខ្ញុំបាននេះអញ្ចឹងបាទបានបញ្យល់មុនបន្តិចគឺបានថាបាទយើងមើលទៅស្រួលបាទអញ្ចឹងកន្លែងនេះគឺបានន័យថាយើងមានអានេះគឺជា rainfall access របស់យើងបាទ rainfall access របស់យើងបាទទឹកភ្លៀងដែលយើងដក fee index ហើយណាបាទអញ្ចឹងយើងមានភ្លៀងលើកទី1ភ្លៀងលើកទី2ភ្លៀងលើកទី3ភ្លៀងលើកទី3 0ភ្លៀងលើកទី4អញ្ចឹងអូខេអញ្ចឹងយើងមានអញ្ចឹងហ្នឹងអានេះគឺជា UH របស់វាបាទ UH របស់យើងដែលមានរយៈពេលខ្ញុំមិនដឹងថាភ្លៀងនៅប្រហែលទេប៉ុន្តែវាអាចថា
នេះគេដាក់ x បាទអញ្ចឹង x ម៉ោងអញ្ចឹងណាបាទបើ2ម៉ោងគឺមក2ម៉ោង2ម៉ោងអស់គ្នាអញ្ចឹងក្នុងនេះគឺបានន័យថាបើសិនជាភ្លៀងលើកទី1អញ្ចឹងយើងដឹងហើយភ្លៀងលើកទី1គឺពឹងផ្អែកទៅលើបាទ rainfall ទី1របស់យើងអញ្ចឹងយើងយក rainfall របស់យើងហ្នឹងគុណជាមួយនឹងបាទ UH របស់យើងអញ្ចឹងក្នុងនេះគឺ rainfall ទី1យើងគុណជាមួយ UH បានចូលដល់ rainfall ទី2ដែលវាប្រើពេលទី2បាទអញ្ចឹងពេលទី2យើងតម្លាក់មកអញ្ចឹងបាទនេះគឺពេលទី2របស់យើងអញ្ចឹងយើងបានបាទយើងបានប្រមាណទឹកភ្លៀងទី2គុណជាមួយនឹង UH របស់យើងកន្លែងនេះមកបាទអញ្ចឹងយើងបានទី2គុណជាមួយនឹង0វា0ណាកន្លែងនេះកន្លែងនេះបាទទោះហើយបានយើងចូលភ្លៀងទី2គុណជាមួយនឹងបាទ U1 យើងបាន1ចា៎បាទទោះហើយបានយើងលើកទី4របស់យើងហ្នឹងគឺថាសោវាប្រាប់4ដងអញ្ចឹងយើងត្រូវដាក់វានៅកន្លែង4អូខេចាប់ដាក់វា4មកទៅតម្លាក់អញ្ចឹង total direct runoff របស់យើងគឺស្មើនឹងអានេះបូកជុំនេះបាទនេះភ្លៀងទី1បូកភ្លៀងទី2បូកភ្លៀងទី3បាទអញ្ចឹងក្នុងករណីរបស់យើងភ្លៀងទី3វាអត់មានលេខ0មានឡងមកអញ្ចឹងភ្លៀងទី1ភ្លៀងទី2បូកជាមួយភ្លៀងទី4ហើយបូកជុំគ្នាមកបាទអញ្ចឹងហ្នឹងគឺជា total runoff អញ្ចឹងក្នុងករណីរបស់យើងគឺបាទអញ្ចឹងក្នុងករណីនេះគឺបាទ Q របស់យើងគឺស្មើជាមួយនឹង rain របស់យើងហ្នឹងគឺគុណជាមួយនឹងrain របស់យើងគុណជាមួយនឹង unit hydrograph របស់យើងអូខេបាទអញ្ចឹងអានេះបាទនេះគឺជាលំហាត់មួយដែលបាទនេះគឺជាលំហាត់មួយដែលខ្ញុំបានខ្ញុំធ្វើនៅក្នុង Excel បាទធ្វើក្នុង Excel ឲ្យអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចបើកExcel នៅក្នុង Telegraph របស់យើងហ្នឹងទៅបាទអញ្ចឹងយើងមាន hydro បាទ AB បាទនេះបាទនេះអញ្ចឹងUH calculation មើលសិនបាទអាចចឹងនេះបាទ UH calculation អូខេបាទហ្នឹងហើយបាទនេះគឺជា UH calculation របស់យើងអញ្ចឹងនេះលំហាត់លើកទី1បាទលំហាត់លើកទី1ដែលខ្ញុំបានបញ្យល់ដល់អ្នកនរគ្នាពេលនេះបាទនេះលំហាត់លើកទី1លើកមួយទៀត UH 12ម៉ោងបាទបាទនេះ4ម៉ោង UH បាទបាទបាទនេះនេះមាននេះ6ម៉ោងបាទ6ម៉ោងយើងមាន6អូខេក្នុងលំហាត់នេះគឺគេចង់ថាគេមាន ordinate of storm hydrograph of a river draining catchment ប៉ុណ្ណេះ due to 6-hour isolated storm derive ordinate of 6-hour unit hydrograph for the catchment អញ្ចឹងក្នុងករណីនេះគឺគេចង់ឲ្យយើងបាទគេចង់ឲ្យយើងគណនារកមើលក្នុងនេះគឺចង់គណនាគេគឺគេចង់ឲ្យយើងគណនារកបាទ unit hydrograph តែនៅក្នុងនេះទឹកភ្លៀងធំទឹកភ្លៀងសរុបរបស់យើងdischarge របស់យើងគឺបាន total runoff របស់យើងគឺអានេះបាទនឹងគឺដែលគេកត់មកហ្នឹងក្នុងរយៈពេល6ម៉ោងម្ដងហ្នឹងបាទអញ្ចឹងដំបូងឡើងគឺ10អញ្ចឹងមកបាទអញ្ចឹងតាម6ម៉ោងពី10ម៉ោង8 10ម៉ោងដល់អញ្ចឹងបាទអញ្ចឹងវាមានប៉ុណ្ណឹងអញ្ចឹងគេចង់ឲ្យយើងហើយក្នុងនោះគឺគេប្រាប់មកថាបាទព្រៀងមួយយើងនេះ6ម៉ោងអញ្ចឹងគេចង់ឲ្យយើងរក6ម៉ោងយូនីហៅណាអញ្ចឹងយើងធ្វើយ៉ាងម៉េចដែរក្នុងករណីនេះបាទអញ្ចឹងក្នុងករណីនេះគឺបាទតាមរយៈនេះគឺយើងត្រូវតែរកបាទក្នុងករណីរបស់យើងនេះគឺយើងរកបាទយើងរកគេណាមើលណាអានេះគឺជាពេលវេលារបស់យើងអានេះគឺជា hydrograph របស់យើងបាទអានេះគឺជា hydrograph គឺជា run off របស់យើងបាទ total run off របស់យើងអញ្ចឹងក្នុងករណីនេះដើម្បីរកនេះហើយដើម្បីរកunit hydrograph របស់យើង6ម៉ោងគឺយើងត្រូវតែរកdirect run off វាសិនអញ្ចឹងបាទព្រោះអី unit hydrograph ទៅយើងដឹង direct run off យើងដឹង direct run off បាទយើងចែកជាមួយនឹង
rainfall access របស់យើងទៅយើងនឹងបាន unit hydrograph បាទអញ្ចឹងក្នុងករណីនេះយើងដើម្បីរក direct runoff យើងធ្វើម៉េចយើងត្រូវរក base flow អញ្ចឹងក្នុងករណី base flow របស់យើងគឺយើងឃើញថានេះគឺចាប់ផ្ដើម base flow របស់យើងគឺកន្លែងនេះគឺ10អញ្ចឹងបានន័យថាអត់ទាន់ភ្លៀងទេបាទភ្លៀងចាប់ផ្ដើមភ្លៀងគឺនៅទៅ10ដែរទេបាទគាត់ចាប់ផ្ដើមភ្លៀងបានឡើងដល់30 7 រហូតដល់ចុងក្រោយអញ្ចឹងក្នុងករណីនេះគឺមែនទែនទៅគឺយើងបាទស្ទើរយើងគូ graph របស់យើងគឺវាប្រកាសជាចេះហើយបាទបើយើងគូ graph គឺវាប្រកាសជាបាទកន្លែងនេះគឺ10បាទកន្លែង10របស់យើង10ហើយ10ទៀតបាទ10ហើយ10ទៀតឡើងទៅលើមកហើយបាទចុះមកក្រោមចេះអញ្ចឹងយើងឃើញថាវាចុះមកគឺចុះមកដល់12ចុះមកពីដើម្បីតែវាចុះមកគឺចុះមកដល់ 2.5 ហើយបានចូលចុះមក12អញ្ចឹងក្នុងករណីនេះគឺយើងអាចថា select យក base flow របស់យើងគឺកន្លែងនេះគឺកន្លែង10ហើយយើងយកកន្លែងនេះគឺបាទ 12.5 បាទ 12.5 កន្លែងនេះគឺ10ចឹងដល់ពេលនេះគឺយើងអាចធ្វើយើងនៅចាំ constant slope បាទចឹងនេះគឺជា base flow វិញ constant slope ចឹងវាឡើងពីចាប់ពី10ឡើងទៅតិចរហូតដល់12.5ហើយបានចុះមកដល់ 2.5 ចុះមកដល់ចឹងបើសិនជាខ្ញុំលុបនេះចេញបាទចឹងយើងមើលបើសិនជាខ្ញុំប្រើយើងឃើញ base flow យើងគឺ10នៅដើរទេបាទ10ហើយបានឡើងទៅតិចដូច graph យើងមិញហ្នឹងបាទ10ឡើងទៅតិចហើយបានចុះបានឡើងទៅទៀតឡើងរហូតដល់ 12.5 បាទដល់កន្លែងនេះប្រហែលបានយើងឈប់ហើយវាដល់កន្លែងនេះគឺចប់អញ្ចឹងចុះមក12ចឹងដល់ពេលយើងដកគ្នាមកយើងឃើញថាបាទយើងដឹងហើយតែ direct runoff គឺស្មើជាមួយ total surface runoff របស់យើងដកជាមួយនឹង base flow យើង 10.10 0 បាទ 10.10 0 20ដល់10 30ដល់10 20 bla 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 រហូតដល់5 0អញ្ចឹងអានេះគឺជាអត់ទាន់បាននេះទេបាទអត់ទាន់បាន unit hydrograph ទេដូចអ្នកទាំងអស់គ្នាដឹងហើយថាដើម្បីបាន unit hydrograph ទោះលុះតាមតែយើងរកបាទទឹកភ្លៀងសុទ្ធរបស់យើងអញ្ចឹងនៅក្នុងនេះគឺដើម្បីទាញរកទឹកភ្លៀងសុទ្ធគឺយើងប្រើបាទអ្នកទាំងអស់គ្នាមកមើលនៅក្នុងនេះបាទអញ្ចឹងវាតាក់ទងជាមួយនឹងយើងនៅចាំ n ស្មើជាមួយនឹងយើងគៀងប្រើដើម្បីរកបាទដើម្បីយើងឃើញថាដើម្បីរកdirect runoff របស់យើងគឺបាទយើងធ្វើម៉េចបាទដើម្បីរកrainfall access របស់យើងគឺយើងរកតាមរយៈ direct runoff ណាបាទអញ្ចឹងយើងបូក direct runoff នេះទាំងអស់នឹងចូលគ្នាមកយើងបូកទាំងអស់គ្នានឹងមកអញ្ចឹងយើងនឹងបានបាទ direct runoff របស់យើងនឹងទាំងអស់ហ្នឹងបាទអូខេយើងបូកនេះមកណាចេះបាទអញ្ចឹង direct runoff របស់យើងគឺស្មើជាមួយនឹងបាទយើងបាន60បាទគុណជាមួយនឹង60បានន័យថាគុណនឹង6ម៉ោងបើដោយសារតែនេះរបស់យើងហ្នឹងគឺបាទ direct runoff របស់យើងគឺបាទ direct runoff របស់យើងគឺ6 data T វា6ម៉ោងអញ្ចឹងយើងមាន6ម៉ោងបាទ6ម៉ោងយើងគុណជាមួយនឹង total របស់យើងគូ AR direct runoff របស់យើងបូកចូលគ្នាមកវានឹងបានបាទ587គុណនឹង6គុណនឹង60គុណនេះយើងបានដោយសារតែ587របស់យើងគឺ cubic meter per second ណាយើងគុណនឹង6ម៉ោងគុណនឹងជាមួយ60គុណកើត1នាទីហើយគុណជាមួយនឹង10នាទីយើងបាន1នាទីអញ្ចឹងយើងបានបាទយើងមើល1នាទីទៅយើងបាន12.68 million cubic meter អញ្ចឹងយើងបាន drainage របស់យើងហ្នឹង443 square kilometer យើងបែរទៅជា million ម៉ែត្រក្រេដែរទៅអញ្ចឹងយើងចែកទៅយើងនឹងឃើញបាទអានេះគឺជា effective rainfall របស់យើងมันจะទឹកដែលទឹកភ្លៀងនៅសល់សុទ្ធនៅម្ដងបាទគឺ 0.03 ម៉ែត្រអញ្ចឹងវាស្មើជាមួយ3សង់ទីម៉ែត្រអញ្ចឹងយើងកន្លែងនេះគឺអ្នកនរគ្នាយក3សង់ទីម៉ែត្រហ្នឹងយើងយក20ចែកជាមួយ3មកយើងបាននេះ77ចែកជាមួយ3មកអូខេចែកជាមួយ3កន្លែងនេះតែយើងបានបាទយើងបាន UH របស់យើងកន្លែងនេះអញ្ចឹងនេះនៅតទៀតណាបាទតទៀតរហូតដល់ក្រោមហ្នឹងបាទបាទអញ្ចឹងយើងតមេរៀនយើងទៀតតែតកតងជាមួយនឹងunit hydrograph of different duration
ចឹងកន្លែងនេះគឺបានន័យថា unit hydrograph របស់យើងអាចថាយើងមានខ្ញុំតែឧទាហរណ៍ថា2ម៉ោងបាទ 2 hour unit hydrograph បានន័យថាទឹកភ្លៀងមួយយ៉ាង2ម៉ោងហើយវាផ្ដល់ជា direct runoff របស់យើងដោយទឹកភ្លៀង1សង់ទីម៉ែត្រតែពេលខ្លះទៅយើងមានតែ2ម៉ោងហើយប៉ុន្តែយើងចង់បានដូចថា4ម៉ោងទឹកភ្លៀង4ម៉ោងយើងចង់បាន unit hydrograph 4ម៉ោងយើងចង់បាន hydrograph 3ម៉ោងអញ្ចឹងបាទអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចអញ្ចឹងគឺមានក្បួនមួយយើងគឺបានន័យថាយើងប្រើ method supervision មួយទៀតគឺ S hydrograph method បាទអញ្ចឹងយើងមើលថាតើបិទ superposition ខ្ញុំបានបញ្យល់អ្នកនរគ្នាហើយបាទពីមុនមកប៉ុន្តែយើងទៅទៀតទេបាទអញ្ចឹងអានឹងគឺខ្ញុំបានបញ្យល់លើមុនគឺបានថាយើងមាន unit hydrograph នៃរយៈពេលមួយអញ្ចឹងយើងបានចង់បានរយៈពេលមួយតទៀតគឺយើងត្រូវបូកវាបន្តអញ្ចឹងបាទតែគាត់ថាលេខដែលយើងបូកបានឬក៏បាទបរិមាណដែលយើងបូកបានហ្នឹងគឺបានបើយើងមាន2តមានបូក2ដងបាទនេះគឺជាបរិមាណ direct runoff របស់យើងសម្រាប់2សង់ទីម៉ែត្រនៃទឹកភ្លៀងបាទនៃ rainfall excess របស់យើងបាទអញ្ចឹងក្នុងនេះគឺយើងបាទយើងមានបន្តវាអញ្ចឹងបាទអញ្ចឹងដើម្បីបានបាទយើងបូក2អញ្ចឹងអានេះគឺ direct runoff របស់យើងនេះគឺ2ម៉ែត្រ2សង់ទីម៉ែត្របាទសម្រាប់2សង់ទីម៉ែត្រនៃ rainfall អញ្ចឹងដើម្បីបាន1សង់ទីម៉ែត្រនៃ rainfall ឡើងវិញគឺយើងចែកជាមួយនឹង2បាទយើងចែកជាមួយនឹង2វាវិញបាទអានេះ2សង់ទីម៉ែត្រយើងចែកជាមួយនឹង2ទៅយើងបាន1សង់ទីម៉ែត្រទៅវិញបាទហើយពេលហ្នឹងគឺ rainfall របស់យើងពីមុនមកតាបាទ rainfall របស់យើងតាមបាទ1សង់ទីម៉ែត្រទេប៉ុន្តែយើងrainfall របស់យើងគឺប្រើពេលមួយបាទយើងថែមមួយទៀតគឺបាទគឺ n ពេលបើចឹង3ដងយើងចែកបាទតែពេលយើងថែម3ដងគឺយើងចែកជាមួយនឹង3បាទចឹងអូខេចឹង n របស់យើងគឺជាបាទ n របស់យើងនេះគឺជារយៈគឺជា integer ចឹងវាមិនអាចមានក្បៀសបានទេអញ្ចឹងអានឹងគឺជាបាទអានេះគឺជា TB dash ហ្នឹងគឺយើងសំដៅទៅលើបាទគឺនេះថ្មីរបស់យើងបាទនេះយើងឃើញកន្លែងនេះគឺ TB របស់យើងបាទថែម TB មួយទៀតបើយើងបើក2ដងថែមមួយទៀតថែម3ដងអញ្ចឹង TB dash គឺយើងសំដៅទៅលើបាទរយៈពេលសរុបរបស់យើងបាទថ្មីនេះនឹងគឺសរុបរយៈពេលថ្មីសរុបរបស់យើងបាទអញ្ចឹងនៅក្នុងនេះគឺ12 unit hydrograph កន្លែងនេះគឺខ្ញុំបានដាក់ឲ្យអ្នកនរគ្នានេះបាទនៅក្នុងនេះរបស់យើងហ្នឹងបាទ Telegram របស់យើងខ្ញុំបានឲ្យអ្នកនរគ្នាហើយអញ្ចឹងគឺសំដៅទៅលើមួយហ្នឹងអញ្ចឹងយើងបាន4ម៉ោងបាទ4ម៉ោង unit hydrograph គឺយើងចង់បាន12ម៉ោងបាទអញ្ចឹងយើង4ម៉ោងរបស់យើងដំបូងឡើង4ម៉ោងតទៅទៀតយើងមានបាទយើងថែម4ម៉ោងទៀតបាទកន្លែងនេះ4ម៉ោងទៅឡើង4ម៉ោងហើយបានយើងថែម4ម៉ោងហើយយើងថែម4ម៉ោងទៀតអញ្ចឹងយើងមាន4ហើយថែម4ទៀតហើយយើងបូកវាជួបគ្នាមកអញ្ចឹងក្នុងនេះយើងដាក់direct runoff 3 cm in 12 hour អញ្ចឹងបានន័យថានេះគឺសម្រាប់3គឺជា direct runoff របស់យើងសម្រាប់ rainfall របស់យើង3សង់ទីម៉ែត្រអញ្ចឹងដើម្បីបាន1សង់ទីម៉ែត្រវិញហើយយើងចែកជាមួយនឹង3អញ្ចឹងយើងចែក3ទៅនឹងគឺជាបាទ ordinance នៃ12សង់ទីម៉ែត្រ12 hour unit hydrograph បាទអញ្ចឹងយើងអាចមើល
link នឹងចូលនេះមកបាទចឹងក្នុងនេះគឺលំហាត់ហ្នឹងគឺមើលក្នុង Excel ហ្នឹងហើយបាទចឹងអូខេចឹងដោយសារតែយើងឃើញ superposition គឺបានន័យថាយើងមិនអាចគឺថាយើងមាន2ម៉ោងហើយយើងចង់បាន3ម៉ោងអីហ្នឹងអត់បានទេឬយើងចង់បាន5ម៉ោងអត់បានបាទតែ2ម៉ោងគឺបានទេ2គុណនឹង1 2គុណនឹង2 2គុណនឹង3អញ្ចឹងវាលេខបើថា2លេខគូរហូតហ្នឹងហើយបាទបើថាលេខបើយើងមាន rainfall 3ម៉ោងយើងប្រកាសជាបានបាទលេខគូរលេខសេសអញ្ចឹងបាទអញ្ចឹងនិយាយទៅគឺបើយើងមាន3ម៉ោងគឺគុណនឹង1បាទក្នុង1ខ្លួនឯងហ្នឹងបាទបើថា2 6 3 9អញ្ចឹងទៅបាទអញ្ចឹងវាអត់បានទៅតាមអ្វីដែលយើងចង់បានទេគឺបានតែត្រឹមគឺបានតែនេះជា integer របស់វាអញ្ចឹងយើងមួយទៀតគឺយើងដើម្បីកាត់បន្ថយអាហ្នឹងបាទមានន័យថាដើម្បី overcome ទៅលើបញ្ហាsuperposition ហ្នឹងគឺយើងប្រើមួយទៀតគេហៅថា S hieroglyph method បាទអញ្ចឹងS hieroglyph method ហ្នឹងគឺយើងបានន័យថា UH របស់យើងគឺ with any duration អញ្ចឹងបានន័យថាយើងមាន duration មួយគឺយើងអាចធ្វើ duration មួយផ្សេងទៀតបានទៅតាមអ្វីដែលចង់បានបាទអញ្ចឹងនៅក្នុងនេះគឺយើងហៅវាថាជា S curve បាទគេយើងហៅវាថាជា S hieroglyph ឬក៏យើងអាចហៅវាថាជា S curve អញ្ចឹងអាហ្នឹងគឺជាបានន័យថាបើសិនជាយើងមាន unit hieroglyph មួយបាទយើងមាន hieroglyph មួយអញ្ចឹងយើងបូកវាចូលគ្នាទាំងអស់ហ្នឹងមកបានន័យថាយើងមានបូកចូលគ្នាគឺយើងពរាយទឹកភ្លៀងរបស់យើងអញ្ចឹងក្នុងពេលហ្នឹងគឺស្អីគេdirect runoff នៃទឹកភ្លៀងunit hydrograph របស់យើងបន្តតគ្នាដូចគ្នាដែរអញ្ចឹងដល់ពេលនេះយើងបូកវាចូលគ្នាបូកទឹកភ្លៀងdirect runoff របស់យើងចូលគ្នាមកដោយលក្ខណៈជា accumulation យើងដឹងហើយគាត់យើងរៀនទឹកភ្លៀងអានេះយើងរៀនហើយអញ្ចឹងបាទអញ្ចឹងដល់ពេលហ្នឹងគឺយើងមានយើងបូកចូលគ្នាអញ្ចឹងដល់ពេលនេះយើងអាចយករយៈពេលណាមួយបាទអញ្ចឹងអានេះវាដូច complicated បាទដូចពិបាកយល់ជាពិសេសនៅក្នុងពេលនៅក្នុងអានេះហ្នឹងគឺហៅថាយើងអាចថាវាពិបាកយល់មែនទែនបាទតែតាមពិតទៅវាអត់ពិបាកប៉ុន្មានទេបាទអញ្ចឹងខ្ញុំបានរៀបចំវានៅក្នុង Excel ដូចគ្នាដែរបាទអញ្ចឹងយើងមាននៅក្នុង Excel របស់យើងជា S curve បាទ UH S curve ហ្នឹងអញ្ចឹងនៅក្នុងនេះគឺបានន័យថាបាទដូចថាយើងមានបាទអានេះគឺជានេះរបស់យើងបាទនេះគឺជាunit hieroglyph 4ម៉ោងរបស់យើងបាទអញ្ចឹង4ម៉ោងបាទនេះគឺម៉ោងជាមួយនឹងunit hieroglyph 4ម៉ោងរបស់យើងអញ្ចឹងដើម្បីធ្វើ S curve គឺយើងនិយាយកន្លែងនេះគឺយើងមាន4ម៉ោងបាទបន្តមកទៀតយើងយើងមាន ordinate របស់វាអញ្ចឹងមកអញ្ចឹងបានន័យថាយើងព្រាយវាមកយើងឃើញ20យើងមាន4ម៉ោងរបស់យើងមកព្រោះហើយយើងធ្វើ S curve វាយើងធ្វើ S curve គឺយើងដឹងហើយយើងបូកវាចូលគ្នាអញ្ចឹងហើយយើងបូកវាអញ្ចឹងព្រោះហើយបន្តមកទៀតយើងចង់បានយើងចង់បាន10ម៉ោងហ្នឹងគឺ10ម៉ោងនេះគឺ10ម៉ោងរបស់យើងបាទយើងមាន4ម៉ោងតែយើងចង់បាន10ម៉ោងអញ្ចឹងពេលនេះគឺយើងតម្លាក់វាបាទឲ្យបាន10ម៉ោងយ៉ាងទេអញ្ចឹងយើងតម្លាក់វាលេង10ម៉ោងអញ្ចឹងយើងតម្លាក់វា10ម៉ោងអញ្ចឹងយើងឃើញកន្លែងនេះ20វាត្រូវជាមួយ20កន្លែងនេះ100នៅកន្លែងនេះអញ្ចឹងមិនថាយើង copy ហ្នឹងបើយើង copy អានេះមកឲ្យតម្លាក់ពីនេះមកឲ្យតម្លាក់ចូលនៅកន្លែង10ម៉ោងហ្នឹងបាទអញ្ចឹងរួចហើយបន្តមកទៀតយើងធ្វើ data S បាទនេះថាយើងគណនារក data S របស់វាអញ្ចឹង data S ហ្នឹងគឺយើងយកមកធ្វើម៉េចយើងយកបាទគេយកឲ្យS curve ដើមរបស់វាហ្នឹងដកជាមួយនឹង S curve ដែលយើងម៉ោងដែលយើងចង់បានបាទអញ្ចឹងយើងដកវាមួយអញ្ចឹងមកវានេះអញ្ចឹងគឺ400ដកនេះមកអញ្ចឹងយើងឃើញបាទនៅពេលដែលយើងដកវាមកយើងនឹងឃើញនេះហើយបាទយើងនឹងឃើញ10ម៉ោង unit hieroglyph ប៉ុន្តែមុននឹងបាន10ម៉ោង unit hieroglyph នេះយើងត្រូវចែកវាសិនបាទដោយសារតែមួយណា
ordinate ម៉ោងរបស់យើងដំបូងបាទ unit hydrograph របស់យើងគឺ4ម៉ោងដើម4ម៉ោងអ្វីដែលយើងចង់បានគឺ10ម៉ោងអញ្ចឹងយើងត្រូវតែចែកវាសិនចែកជាមួយនឹងនេះ10គឺជាអ្វីដែលចង់បានហើយ4នេះគឺជាជាម៉ោងដើមរបស់វាបាទអញ្ចឹងយើងគ្រាន់តែយកនេះ data S បាទចែកជាមួយនឹងអ្វីដែលយើងចង់បានហើយចែកជាមួយនឹងម៉ោងដើមរបស់វាទៅបាទម៉ោងដើមវាទៅយើងនឹងឃើញបាទនេះគឺជា10ម៉ោងunit hydrograph របស់យើងបាទនេះ graph របស់យើងបាទនេះគឺជា10នេះជា unit hydrograph 10ម៉ោងរបស់យើងអញ្ចឹងយើងអាចធ្វើគេកន្លែងនេះពី4ម៉ោងគឺយើងអាចធ្វើមកដល់10ម៉ោងអញ្ចឹងជានៅក្នុង S curve ក៏វាងាយស្រួលជាងនេះផ្សេងបាទបាទអញ្ចឹងនឹងបាទអស់នៅក្នុងនេះគឺអ្នកនរនេះអាចមើលនេះទៅបាទអញ្ចឹងរូបមន្តរបស់វានេះគឺបាទគឺការធ្វើវានេះគឺចឹងឯងបាទអញ្ចឹងឃើញកន្លែងនេះគឺឧទាហរណ៍នេះគឺ4ម៉ោងអញ្ចឹងយើងបានយើងចង់បានពី10ម៉ោងគឺបានយើងមាន4ម៉ោងយើងធ្វើ S curve នេះរបស់យើងមកបាទ S curve ហើយយើងបាទយើង S curve របស់វាមកបន្តមកទៀតយើងតម្លាក់ឲ្យបានពី10ម៉ោងបាទហើយបានយើងរក data S របស់វាកន្លែងនេះហើយយើងយក data S ហ្នឹងគឺចែកជាមួយ12គឺជាអ្វីម៉ោងដែលយើងចង់បានហើយនឹងចែកជាមួយនឹង4ហ្នឹងគឺម៉ោងដើមរបស់វាបាទអញ្ចឹងពេលនេះគឺយើងបានបាទយើងបាន UH 12ម៉ោងរបស់យើងបាទអញ្ចឹងយើងមានលំហាត់ហ្នឹងអ្នកនរអាច follow ធ្វើទៅតាមហ្នឹងទៅបាទហើយយើងនឹងចូលទៅមួយទៀតគឺបាទអញ្ចឹងយើងតមេរៀនទៀតគឺ synthetic unit hydrogram អញ្ចឹងកន្លែងនេះគឺជាទូទៅបាទ synthetic unit hydrogram គឺ derived from empirical equation of regional validity when observed rainfall runoff data are not available for unit hydrograph derivation យើងចង់និយាយថាបាទអ្វីដែលយើងចង់ធ្វើនៅកន្លែងនេះគឺខ្ញុំលើកយកមកនេះណានេះយើងមើលយើងមាន catchment 2បាទ catchment A ហើយនិង catchment B អញ្ចឹងcatchment A របស់យើងហ្នឹងគឺជា catchment ដែលមាន unit hydrograph អូខេនៅក្នុងនឹង catchment មួយនេះគឺមាន unit hydrograph catchment មួយនេះគឺអត់មាន unit hydrograph ទេបាទអត់មាន unit hydrograph ទេអញ្ចឹងយើងប៉ុន្តែ catchment 2ហ្នឹងគឺវាមានលក្ខណៈmeteorological condition វាគឺ similar បានន័យថាទឹកភ្លៀងបាយទឹកភ្លៀងអីវាហ្នឹងវាបាក់ហើយគ្នាបាទហើយដូចថាសន្តានភាពដីអីហ្នឹងគឺវាប្រហាក់ប្រហែលគ្នាអញ្ចឹងគឺយើងអាចក្នុងករណីនេះគឺយើងអាចយកបាទ unit hydrograph នៅក្នុង catchment A របស់យើងនេះយកមកប្រើនៅក្នុង catchment B ព្រោះអីពេលខ្លះករណីខ្លះគឺអញ្ចឹងហ្មងព្រោះបានថាដូចជា catchment ថ្មីអញ្ចឹងយើងអត់មានអីយើងអត់តែទៅវាស់អីអញ្ចឹងមិនអញ្ចឹងពីចឹងយើងអាចថាយើងយកដាក់ទឹកភ្លៀងទៅបាទយើងយកឧបករណ៍ទឹកភ្លៀងយើងទៅវាស់ទៅពេលនេះយើងបានទឹកភ្លៀងប៉ុន្តែដូចជាhydrograph run off ស្អីរបស់យើងនេះគឺអត់អាចបានទេព្រោះវាជាថ្មីយើងអត់មានទិន្នន័យដើម្បីយកមកសិក្សាអញ្ចឹងដល់ពេលហ្នឹងគឺយើងឲ្យតែ catchment 2ហ្នឹងវាប្រហាក់ប្រហែលគ្នាអញ្ចឹងយើងអាចយកពី catchment ដែលយើងសិក្សាពីមុនមកហ្នឹងយកមកប្រើនៅក្នុង catchment 2អញ្ចឹងនៅក្នុងករណីនេះតើយើងធ្វើយ៉ាងដូចម្តេចក្នុងប្រើវាហ្នឹងហើយក្នុងករណីហ្នឹងគឺគេហៅវាថាជាបាទយើងហៅវាថាជា synthetic unit hydrograph អូខេ synthetic unit hydrograph បាទអញ្ចឹងយើងអ្វីដែលយើងយកមកតែយើងធ្វើយ៉ាងដូចម្តេចក្នុងករណីនេះបាទក្នុងនេះគេដាក់ថាម៉េចគេដាក់ថាបាទ it use R បាទ to anticipate post development condition បាទអញ្ចឹងយើងយកមកប្រើនៅគឺថាតំបន់ហ្នឹងវាអភិវឌ្ឍហើយបាទអញ្ចឹងយើងអត់មានទិន្នន័យយកមក
មកបាទយើងយកអត់មានទិន្នន័យយកមកប្រើយើងអាចយកពីកន្លែងផ្សេងបាន to extend the use of your point specific unit on the graph to other location of similar characteristic បាទអញ្ចឹងបើតែយើងសិក្សាពី catchment មួយហើយអញ្ចឹងបើសិនជាវាដូចឲ្យគ្នាគឺយើងយកទៅប្រើនៅកន្លែង catchment មួយទៀតបាទបាទអញ្ចឹងនៅក្នុងនេះគឺអ្វីដែលសំពោះ synthetic unit hierograph យើងមាន2 method បាទយើងមាន2 method យើង method ទី1យើងហៅវាថាជា Snyder method មួយទៀតគឺយើងមានគេហៅយើងហៅវាថាជា SCS method អញ្ចឹងយើងមាននេះ2បាទយើងត្រូវចាំបាទមាន2ហ្នឹងបាទអញ្ចឹង method អានេះជា method ទី1របស់យើងអានេះគឺជា method ទី2របស់យើងបាទអញ្ចឹងយើងនឹងទី1គឺយើងចាប់ផ្ដើមទី1គឺយើងនឹងប្រើ Snyder method ហ្នឹងបាទអញ្ចឹងនៅក្នុងករណីរបស់យើងនេះតើយើងធ្វើយ៉ាងដូចម្តេចបាទចំពោះ Snyder method both to utilize existing unit hierarchy for neighboring methodological similar version អញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងគឺបើសិនជាទឹកភ្លៀងmethodological similar ហ្នឹងគឺបានថាបាទទឹកភ្លៀងអីហ្នឹងប្រវាយទឹកភ្លៀងវា similar ជាមួយនឹងversion ទី1របស់យើងគឺយើងយកវាមកប្រើទៅអញ្ចឹងបានន័យថាគេឃើញក្នុងសញ្ញាវិទ្យាហ្នឹងគឺ version A ហ្នឹងគឺមានបាទយើងមានunit graph បាទហើយវា version B ហ្នឹងយើងអត់មាន unit graph ទេប៉ុន្តែយើងមានទឹកភ្លៀងអញ្ចឹងយើងសង្ឃឹមថាយើងយក unit graph នៅកន្លែងនេះមកហើយយើងគាត់ថាគុណជាមួយមេគុណអីមួយមកហើយគុណជាមួយទឹកភ្លៀងទៅយើងអាចបាទប្រើអាចយើងសង្ឃឹមថានឹងមានបាទន័យថាយើងមានលទ្ធភាពក្នុងការគណនារក direct runoff របស់យើងនៅ version B ហ្នឹងតែម្ដងបាទជានៅក្នុងនេះគឺយើងពឹងផ្អែកទៅលើបាទយើងពឹងផ្អែកទៅលើ TP យើងឃើញ TP របស់យើងគឺស្អីគេបាទ TP គឺ Basin Lake Time ហ្នឹងបាទគឺយើងគិតអំពីពាក់កណ្ដាលនៃទឹកភ្លៀងរបស់យើងរហូតទៅដល់ peak time របស់យើងអូខេអញ្ចឹងយើងមាន TR នេះគឺជាបាទ rainfall rain duration នៃទឹកភ្លៀងរបស់យើងបាទហើយយើងមាន QP បាទអញ្ចឹងយើងឃើញកន្លែងនេះបាទអញ្ចឹងនៅក្នុងនេះគឺសម្រាប់ Snyder method បាទគេកំណត់ថាបាទTP គឺស្មើជាមួយនឹង CT បាទគុណជាមួយនឹង L LCA ស្មើគុណ 0.3 អញ្ចឹងបាទ CT នេះជាស្អីគេគឺ regional constant បាទនេះសំខាន់ណាស់សម្រាប់យើងបាទព្រោះអីទៅមុខទៀតហ្នឹងគឺអ្វីដែលយើងច្រឡងយកពី catchment A យើងទៅគឺយើងយកតែបាទយើងយកតែមួយគុណមួយហ្នឹងឯងបាទយើងត្រូវការមេគុណហ្នឹងយកទៅហើយនឹងមានមេគុណមួយទៀតបាទដែលយើងត្រូវយកទៅដែរបាទគឺ CP នៅក្នុងនេះបាទគឺ CP ហ្នឹងបាទមេគុណ CP អញ្ចឹងយើងមានមេគុណ CT មេគុណ CT ដែលជា Basin Lake Time ហើយនឹងមេគុណមួយទៀតគឺ CP បាទឥឡូវយើងមើលថាតើយើងគណនាយ៉ាងម៉េចអញ្ចឹងនៅក្នុងនេះគឺវាពឹងផ្អែកទៅលើដូចជាពិសេសគឺ TP របស់យើងហ្នឹងបាទ Basin Lake Time របស់យើងហ្នឹងបាទអញ្ចឹងយើងត្រូវដឹងអាហ្នឹងព្រោះអីអាហ្នឹងយើងត្រូវដឹងព័ត៌មានរបស់វាជាពិសេសគឺយើងមាន Basin Length គិតជាគីឡូម៉ែត្រហើយនឹងមួយទៀតគឺ distance from watershed centroid to outlet measurement point along the main channel អញ្ចឹងយើងត្រូវការព័ត៌មានពីរហ្នឹងបាទមួយ basin length មួយទៀតគឺ LCA ឥឡូវខ្ញុំបញ្យល់ថាតើ L ហើយនឹង LCA ហ្នឹងវាយ៉ាងម៉េចដែរបាទនិយាយឃើញកន្លែងនេះគឺនេះជា watershed របស់យើងបាទជា watershed របស់យើងមកចេញមកបាទអញ្ចឹង watershed របស់យើងបាទនិយាយឃើញអានេះគឺជាស្ទឹងរបស់យើងឬក៏បាទនេះជាស្ទឹងរបស់យើងអញ្ចឹងបាទអញ្ចឹងបាទដល់ពេល L របស់យើងគឺយើងសំដៅទៅលើបាទពីប្រវែងចុង basin របស់យើងហ្នឹងរហូតយើងវាស់វាទៅតាមស្ទឹងរបស់យើងហ្នឹងមកបាទដល់ពេលLCA ហ្នឹងវាជា centroid បាទន័យថាអាហ្នឹងវាជាwatershed របស់យើងជាង centroid វាដូចយើងដឹងថា centroid គឺយើងសំដៅទៅលើចំណុចក្តាននៃរូបរាងមួយអញ្ចឹងបាទអញ្ចឹង
យើងវាស់ពីចំណុចកណ្ដាលហ្នឹងមកបាទរត់តាមយើងវាស់ចំណុចកណ្ដាលហ្នឹងមកយើងរកចំណុចកណ្ដាលហើយវាស់ហើយយើងរត់ភ្ជាប់ពីចំណុចកណ្ដាលហ្នឹងមកដល់ចុងoutlet របស់យើងហ្នឹងមកបាទអញ្ចឹងអាហ្នឹងហើយគឺជាប្រវែងនៃ CA របស់យើងបាទអញ្ចឹងនៅក្នុងការគណនារោគបាទរោគដូចខ្ញុំនិយាយអញ្ចឹងទីមួយគឺយើងត្រូវការរោគ CT ហ្នឹងបន្តមកទៀតយើងត្រូវរក CP ហ្នឹងបាទអញ្ចឹងមានរូបមន្តខ្លះៗដែលយើងត្រូវប្រើវាហើយបាទដែលយើងត្រូវប្រើវាហើយអាចថានៅក្នុងការបញ្យល់ហ្នឹងគឺខ្ញុំវាមានពាក្យថា standard ហើយ non standard បាទហើយមានការផ្លាស់ប្ដូរពីបាទ TP dash ទៅ TP បាទហើយមានពេលខ្លះទៅយើងមាន TPR ហ្នឹង TR បាទ rainfall យើងហ្នឹងពីសញ្ញាតូចទៅ rainfall សញ្ញាធំអញ្ចឹងបាទអញ្ចឹងវាដូចជាប្រហែលយល់អញ្ចឹងបាទអញ្ចឹងខ្ញុំបានតែវាមាន step វិញអញ្ចឹងបាទយើងមាន step វាពី step 1ដល់ step 6ក្នុងការប្រើ method ហ្នឹងបាទអញ្ចឹងខ្ញុំបានសម្រួលវាសូមឲ្យអ្នកទាំងអស់គ្នាដោយបាទយើងបាទខ្ញុំសម្រួលវាតាមរយៈនេះបាទសេចក្តីសង្ខេបនៅក្នុងទំព័រនេះបាទអញ្ចឹងខ្ញុំសង្ខេបមកគឺបានថាយើងមានឧទាហរណ៍យើងមាន catchment 2បាទ catchment A និង catchment B អញ្ចឹង catchment A របស់យើងនេះគេហៅថាជា standard catchment A standard ដោយសារតែវាមាន unit hydrograph នៅ slide តែម្ដង catchment B យើងហៅថាជា non standard unit hydrograph បាទអញ្ចឹងយើងត្រូវការរោគបាទយើងត្រូវការរោគម៉ោងនៃ UH របស់យើងហើយក៏បដូរវាឲ្យទៅជា standard បាទម៉ោង rainfall នៃ UH របស់យើងអូខេហើយយើងធ្វើយ៉ាងម៉េចបណ្ដេចតែមកទៀតខ្ញុំកងវាទៅទៀតបាទអញ្ចឹងដល់ពេលហ្នឹងយើងឃើញថាដើម្បីរកបាទដើម្បីយកទិន្នន័យជាពិសេសដូចខ្ញុំនិយាយអញ្ចឹងបាទយើងត្រូវការយក CT ហើយនឹងបាទយើងត្រូវការយក CT ហើយនឹងយក CP ពី catchment A របស់យើងនេះទៅប្រើនៅក្នុងcatchment B អញ្ចឹងដើម្បីរកវាគឺដំបូងឡើយ catchment A របស់យើងឃើញថានៅក្នុង catchment A របស់យើងនេះគឺជា TR របស់យើងនេះគឺជាបាទគឺជារយៈពេល rainfall អញ្ចឹងបើសិនជារបស់យើង2ម៉ោងអានេះគាត់ជា2ម៉ោងហើយបាទអញ្ចឹងបាទអញ្ចឹងដល់ពេលនេះគឺបានន័យថាយើងមាន TR បានន័យ rainfall យើងអញ្ចឹងយើងត្រូវការរកTP dash អូខេយើងត្រូវការរក TP dash បានន័យថារយៈពេលពីអាហ្នឹងគឺ passing lag time របស់យើងបាទអញ្ចឹងយើងឃើញថា TP របស់យើងបាទ TP បាទយើងឃើញ TP គឺបានន័យថាគឺចាប់ផ្ដើមពីពេលភ្លៀងរហូតទៅដល់កន្លែង peak time របស់យើងបាទអញ្ចឹងវាស្មើជាមួយគេវាស្មើជាមួយ TR នេះចែកជាមួយនឹង2បានន័យថាប្រវែងបាទប្រវែង TR របស់យើងពាក់កណ្ដាលនេះបាទពាក់កណ្ដាលទូចនេះបូកជាមួយនឹង TP dash របស់យើងបាទអញ្ចឹងពេលនេះយើងអាចគណនារក TP dash នឹងបានន័យថាបាទ select time នៃ catchment A របស់យើងអញ្ចឹងវាស្មើជាមួយនឹង TP ដកប៉ុណ្ណឹងមកបាទហើយមួយទៀតគឺ TP dash របស់យើងនេះបាទយើងនេះគឺយើងអត់ងាយប្រើទេមួយនេះបាទខ្ញុំលុបវាចោលសិនបាទតែយើងអាចប្រើបានណាបាទអញ្ចឹង TP dash របស់យើងរកបានមួយណាអញ្ចឹងយើងអាចថារក P dash របស់យើងមួយទៀតបានន័យថានៅក្នុង catchment A ជាទូទៅគឺយើងអាចមានរូបមន្ត TP dash ហ្នឹងគឺស្មើជាមួយនឹង21 TP លើ22បូកជាមួយនឹង 0.5 TPR អានេះសួរខ្ញុំថាបានមកពីណាលោកគ្រូបាទអានេះគឺជារូបមន្ត Snyder បាទដែលនៅក្នុងនេះគេបាទនៅក្នុងនេះគឺយើងប្រើបាទនេះរូបមន្តនេះគឺនៅកន្លែងនេះគេប្រើពាក្យថាបាទnon standard UH ហ្នឹងបាទប៉ុន្តែជាទូទៅគឺគឺយើងអាច
នេះគឺជារូបមន្តដែលយើងអាចប្រើបានបាទអញ្ចឹងបាទបន្តមកទៀតយើងឃើញថានៅពេលដែលយើងរក TP dash នឹងបានច្រឡំនៅក្នុងរូបមន្តនេះយើងឃើញណា TP dash គឺស្មើជាមួយប៉ុណ្ណេះអញ្ចឹងដោយសារតែ TP dash របស់យើងគឺយើងរកមកពីលើនេះឃើញអញ្ចឹងយើងយកមកជំនួសនៅកន្លែងនេះអញ្ចឹងទៅពេលនេះគឺយើងអាចរកអីគេ TR នេះយើងដឹងបាទ TR យើងដឹងដោយសារតែយើងជា standard យើងដឹងថា2ម៉ោងគឺប្រហែលជា2ម៉ោងកន្លែងនេះអញ្ចឹងអ្វីដែលយើងចាក់រកដែលយើងអត់រកបានដែលយើងអត់ស្គាល់គឺ TP បាទអញ្ចឹងកន្លែងនេះគឺ TP អញ្ចឹង TP របស់យើងគឺស្មើជាមួយនឹងយើងទាញរកព្រោះអានេះយើងយកមកពីលើបាទអញ្ចឹងពេលនេះ TP យើងអាចរកឃើញបាទអញ្ចឹង TP ដោយសារ TP របស់យើងនេះគឺវាស្មើគេបាទស្មើជាមួយនឹង CT L គុណជាមួយនេះខ្ញុំដូចខ្ញុំយល់មិនអញ្ចឹងបាទអញ្ចឹងក្នុងcatchment A របស់យើងប្រកាសជាអាចដឹងអំពីបាទប្រវែងទាំងពីរហ្នឹងហើយបាទអញ្ចឹងពេលនេះយើងអាចរក CT បានបាទអញ្ចឹងយើងឃើញថា QP របស់យើងគឺស្មើជាមួយនឹងបាទ27 CP A គុណនឹង TP dash បាទអញ្ចឹងយល់ទៅគឺបាទបាទអញ្ចឹងនៅក្នុងនេះគឺយើងអាចរកនេះបានបាទអញ្ចឹងដោយសារតែយើងដឹងហើយថាបាទ QP របស់យើងនេះប្រកាសជាដឹងហើយមែនទេបាទកន្លែងនេះបាទកន្លែងនេះគឺ QP របស់យើងនេះប្រកាសជាដឹងហើយបាទដោយសារតែ catchment A នេះគឺយើងមានបាទ unit hydrograph អញ្ចឹង QP ប្រកាសជាដឹងហើយកន្លែងនេះអញ្ចឹងដល់ពេលដែល QP យើងដឹងបាទ CA គឺយើងដឹងដោយសារតែជាផ្ទៃនៃ catchment របស់យើងហើយ TP dash របស់យើងនេះគឺយើងដឹងដោយសារតែវាមកពីលើនេះបាទអញ្ចឹងពេលនេះគឺយើងអាចបាទយើងអាចគណនារកCP ហ្នឹងបាទអូខេអញ្ចឹងបន្តមកទៀតយើងមើលបន្តទៅទៀតគឺចូលដល់ catchment B ម្ដងអញ្ចឹងដោយសារតែ catchment B ដែលខ្ញុំនិយាយអញ្ចឹងក្នុងពេលនេះគឺយើងយកមេគុណ CT របស់យើងហើយ CP2 catchment A របស់យើងមកប្រើអញ្ចឹងនៅក្នុងនេះគឺយើងមាន TR បាទបានន័យថាយើងអាចគណនារក TR ឃើញហើយយើងប្រកាសជាអាចរក TP ម្ដងបាទអូខេបាទអញ្ចឹងនៅក្នុងនេះគឺយើងឃើញកន្លែងនេះគឺយើងបាន TP របស់យើងគឺ TP សម្រាប់ catchment B របស់យើងហ្នឹងគឺស្មើជាមួយនឹង CT ហើយនឹងប្រវែងវាអញ្ចឹងដូចយើងដឹងហើយថាប្រវែងនេះសម្រាប់ catchment B យើងប្រកាសជាអាចនេះបានទេព្រោះយើងអាចប្រើផែនទីមកយើងអាចវាស់ឲ្យប្រវែងនេះបានអញ្ចឹង CT គឺយើងយកមកពី catchment A អញ្ចឹងយើងដាក់ចូលមកយើងអាចរកឃើញ TP មួយ TR របស់យើងបាទ TR គឺជារយៈពេលទឹកភ្លៀងសម្រាប់catchment B របស់យើងហើយយើងត្រូវរកវាព្រោះនេះយើងអត់ដឹងទេបាទអញ្ចឹងពេលហ្នឹងគឺយើងអាចរកវាបានតាមរយៈ TP ចែកជាមួយនឹង 5.5 អានេះជារូបមន្តបាទរូបមន្ត Snyder ហ្នឹងបាទអញ្ចឹងទៅពេលហ្នឹងគឺយើង TR ដល់ពេលហ្នឹងយើងអាចរកឃើញហើយបាទអញ្ចឹង TR ពេលយើងរកទៅវាប្រកាសជាមានក្បៀសមានអីចឹងណាបាទអញ្ចឹងពេលនេះគឺយើងអាចស្រួលវាឲ្យទៅជាដូចថាយើងរកឃើញដូចថា 3.6 ចឹង3.6 អញ្ចឹងយើងអាចយក4ម៉ោងទៅពេលបាទ3.6 ម៉ោងអញ្ចឹងយើងអាចយក4ម៉ោងដើម្បីជាលក្ខណៈអញ្ចឹងគេហៅថា take standard អញ្ចឹងអាពេលយើងយក4ម៉ោងឧទាហរណ៍ណាបាទអញ្ចឹងយើងរុញវាឲ្យទៅជា4ម៉ោងទៅពេលហ្នឹងគឺយើងអាច TR របស់យើងនឹងខ្លាយទៅ TR ទូចនេះខ្លាយជា ETR ធំអញ្ចឹងវានឹងខ្លាយទៅជា standard អញ្ចឹង standard ទៀតអញ្ចឹងយើងត្រូវរក TP dash របស់យើងអញ្ចឹង TP dash មិញវាស្មើប៉ុណ្ណឹងបាទអញ្ចឹងពេលហ្នឹង TP dash របស់យើងគឺស្មើជាមួយនឹង21គេ TP ហើយ TR អា TR ហ្នឹងគឺអា TR ដែលយើងប្រពុតវាឬក៏រុញវាឲ្យទៅជាស្តង់ដាររបស់យើងហ្នឹងហើយបាទអញ្ចឹងពេលនេះគឺយើងអាចរក QP របស់យើងបាទវាស្មើជាមួយនឹង CPA ឬ TP dash ដែលយើងរកឃើញហ្នឹងបាទអញ្ចឹង CP របស់យើងនេះគឺ CP មកពី A ហ្នឹងហើយបាទមកពី catchment A របស់យើងអញ្ចឹងយើងដាក់ចូលក្នុងនេះមកគឺយើងអាចរក QP ឃើញហ្នឹងបាទអញ្ចឹងពេលហ្នឹងគឺយើងអាចរកបាទរកយ៉ាងគេប៉ុណ្ណឹងយើងនឹងនេះបាទ TR យើងដឹង TP dash របស់យើងនឹងក៏យើងដឹងបាទ
QP របស់យើងនឹងក៏ដឹងបាទអញ្ចឹងពេលហ្នឹងគឺយើងអាចរកTBK time to បាទយើងអាចធ្វើរកTP ថ្មីរបស់យើងហ្នឹងក៏យើងអាចរកបានដែរបាទដោយសារតែ TP របស់យើងហ្នឹងគឺស្មើជាមួយនឹង TR standard របស់យើងហ្នឹងចែក2បូកជាមួយនឹង TP dash ដែលយើងរកឃើញទៅអញ្ចឹងឃើញហ្នឹងគឺ graph មួយនេះគឺយើងមានចំណុចនេះយើងដឹងបាទចំណុចនេះយើងដឹងចំណុច Q យើងដឹងហើយរយៈពេលកន្លែងនេះក៏យើងដឹងដែរបាទអញ្ចឹងនេះនៅសល់តែមួយទៀតទេគឺ TB របស់វាបាទបាទអញ្ចឹងសម្រាប់ TB របស់វាគឺយើងប្រើនៅក្នុងចំណុចសិតទី5របស់យើងនេះបាទឃើញនៅក្នុង TB របស់យើងគឺគេនៅក្នុងនេះគឺយើងឃើញសម្រាប់ large catchment គឺយើងប្រើ TB ស្មើនឹង72បូកជាមួយនឹង3 TB dash ហ្នឹងអានឹងអ្វីដែលយើងរកឃើញហ្នឹងបាទសម្រាប់ small catchment គឺយើង TB របស់យើងគឺស្មើជាមួយនឹង5បាទ TB នេះបូកជាមួយនឹង 0.5 TPR បាទអញ្ចឹងពេលនេះយើងអាចនេះបានហើយអញ្ចឹងបាទយើងឃើញសម្រាប់ catchment B របស់យើងមិញហ្នឹងគឺ QP នេះយើងដឹងបាទ TB ហ្នឹងគឺតាមរូបមន្ត large catchment យើងយករូបមន្តនេះបាទ small catchment យើងយករូបមន្តនេះហើយមិញtime to peak របស់យើងហ្នឹងក៏យើងរកឃើញអញ្ចឹងហាក់ដូចជាបាទចំពោះ graph ហ្នឹងគឺយើងអាចថាសាងសង់វាបានបាទអូខេបាទយើងអាចសាងសង់វាបានប៉ុន្តែជាទូទៅគឺគេអាចសាងសង់វាបាទយើងអាចសាងសង់វាឲ្យនិយាយឃើញកន្លែងនេះគឺនៅក្នុង step ទីបាទនៅក្នុង step ទី4របស់យើងបាទយើងឃើញព្រោះកន្លែងនេះគឺយើងដូចយើងរកឃើញមិញ parameter ឃើញមិញអញ្ចឹងពេលណា graph របស់យើងគូរទៅវាអត់ស្អាតឬក៏វាអត់ទៅតាម shape ដែលយើងចង់បាននេះបាទអញ្ចឹងក្នុងករណីនេះគឺយើងអាចបាទយើងអាចបន្ថែមទៀតបាទបន្ថែមគឺយើងចង់និយាយថាយើងអាចខ្ញុំថាunit បាទ UH របស់យើងនេះបាទ direct run off របស់យើងនេះគឺវាមានពាក់កណ្ដាលយើងឃើញកន្លែងនេះគឺ 50% បាទន័យថាយើងសំដៅទៅលើ QP របស់យើង 50% កន្លែងនេះគឺ QP 50%ហើយមួយទៀតគឺ QP 70% 75%អញ្ចឹង QP 50 Q កន្លែងពោះវា 50% នេះគឺយើងអាចនេះប្រវាយហ្នឹងបាទគឺយើងអាចប្រើរូបមន្តនេះអញ្ចឹង Q2 របស់យើងហ្នឹងគឺស្មើជាមួយនឹង Q peak របស់យើងចែកជាមួយនឹង A ហ្នឹងគឺ area របស់យើងហ្នឹងបាទមួយទៀតគឺ Q សម្រាប់ 75% វិញនៅកន្លែងខាងលើនេះបាទយើងអាចប្រើរូបមន្ត 50% ចែកជាមួយ 1.75 អញ្ចឹងពេលហ្នឹងយើងបានច្រើនហើយអញ្ចឹងបាទយើងបានច្រើនហើយ50% នេះគឺយើងអាចដឹងទំហំរបស់វា 75% ក៏អាចយើងដឹងទំហំវាអញ្ចឹងទៀតយើងឃើញមិញយើងដឹងអានេះហើយយើងដឹងប្រវែងនេះហើយបាទអញ្ចឹង 50% ពោះរបស់វានេះក៏ដឹង 75% នេះគឺយើងដឹងបាទអញ្ចឹងអាចថានៅគល់នេះ TB របស់យើងដឹងអញ្ចឹងពេលហ្នឹងគឺតាមពិតរបស់យើងគឺអាចសាងសង់វាបាននេះប៉ុណ្ណាបាទយើងអាចសាងសង់បាទនេះបាទអញ្ចឹងនៅក្នុងនេះគឺគេនៅក្នុងនេះគឺអាចបែងចែកទៅទៀតបាទនៅក្នុងកន្លែង 50% ហ្នឹងគឺយើងយក1/3បាទនៅខាងមុខហើយ2/3នៅខាងក្រោមអូខេទៅវាមួយ 75% វិញដូចគ្នាដែរបាទ1/3នៅខាងមុខ2/3នៅខាងក្រោមបាទអញ្ចឹងខ្ញុំជឿថាចំពោះ parameter ទាំងអស់ហ្នឹងបាទបើសិនយើងដាក់នៅក្នុង Excel មកគឺយើងអាចសាងសង់បាទ graph របស់យើងនឹងបានបាទណាអានេះគឺជាឧទាហរណ៍មួយអញ្ចឹងយើងអាចគូសជាខ្សែកោងសម្រាប់unit hydrograph នៅក្នុងនេះ B របស់យើងបាទពេលហ្នឹងបាទ catchment B របស់យើងបាទសម្រាប់ដូចខ្ញុំនិយាយអញ្ចឹងបើយើងរកឃើញ3 4ម៉ោងគឺអាហ្នឹងសម្រាប់4ម៉ោងរបស់យើងបាទនេះគឺជាឧទាហរណ៍សម្រាប់ឧទាហរណ៍នៅក្នុងនេះយើងឃើញ catchment A
vàយើងមាន catchment A catchment B អញ្ចឹង L វានឹងសិតតែយើងដឹងហើយផ្ទៃវាក៏ដឹងដែរបាទអញ្ចឹងយើងនឹងគេនឹងអនុវត្តនៅក្នុងនេះគឺការគណនាវាអនុវត្តទៅតាមអ្វីដែលខ្ញុំបានបញ្យល់មុននេះតិចបាទបាទហើយយើងមានមួយទៀតយើងហៅវាថាជា CS SCS method បាទនេះគឺជា Soil Conservation Service របស់សហរដ្ឋអាមេរិកបាទនេះគឺជា method មួយដែលវាជា UH ដូចគ្នាដែរដូចអ្វីដែលយើងគណនាមិញអញ្ចឹងប៉ុន្តែគាត់ថានេះគេធ្វើជាលក្ខណៈជា dimensionless បាទនេះថាអត់មានຂະຫນາດទេបាទហ្នឹងគឺអត់មានຂະຫນາດអានេះវាបាទគាត់អ្នកនរនេះទៅចាំថាសម្រាប់ USCS ហ្នឹងគឺបាទនេះថាគេ derive UH ហ្នឹងគឺពី catchment នៅសហរដ្ឋអាមេរិកបាទច្រើនគេប្រមូលច្រើនមកអញ្ចឹងគេឃើញគេនឹងសាងសង់គេអាចសាងសង់នេះបានមួយគេអាចសាងសង់ dimensionless unit hydrograph នឹងបាននិយាយឃើញកន្លែងនេះគឺបាទកន្លែងនេះគឺជា T លើ TPK បានន័យថារយៈពេលចែកជាមួយនឹងរយៈពេល time to peak បាទយើងមាន time to peak អញ្ចឹងអានេះកន្លែងនេះគឺ time to peak របស់យើងហើយរយៈពេលចែកជាមួយនឹង time to peak អញ្ចឹងយើងមាន dimensionless មួយនេះអានេះវិញគឺ Q ចែកជាមួយនឹង QP អញ្ចឹងQ របស់យើងចែកជាមួយនឹង QP អញ្ចឹងវាមានមេគុណវាឃើញទេកន្លែងនេះគឺជា Q របស់យើងបាទអានេះគឺជា time របស់យើងឃើញវារត់ទៅដល់6.7ខាងក្រៅអានេះវិញគឺវារត់ពី0រហូតដល់0ដែលចំណុចរបស់វាធំបំផុតគឺ1អញ្ចឹងណាចឹងបានន័យថាម៉េចបានន័យថាពេលបើសិនជាយើងមាន time យើងអាចរក time to peak បានអញ្ចឹងមិញយើងប្រើ method Snyder មិញហ្នឹងបាទបើយើងមាន time to peak អញ្ចឹងពេលនេះយើងគ្រាន់តែដាក់ចូលកន្លែងនេះមកហើយរយៈពេលរបស់យើងឧទាហរណ៍យើងចង់បានយើងចង់បានរយៈពេលបានយើងថា time to peak យើងយកមកយើងចង់និយាយថាបាទ T លើ time to peak របស់យើងបាទ TPK របស់យើងហ្នឹងបាទឧទាហរណ៍យើងហាវាស្មើជាមួយនឹង 0.1 អូខេស្មើជាង 0.1 លើកន្លែងនេះចឹងអញ្ចឹងឧទាហរណ៍ time to peak របស់យើង3ឧទាហរណ៍ TPK របស់យើងហ្នឹងយើងរកឃើញតាមរយៈរូបមន្តម៉ាស៊ីនមិញហ្នឹងបាទយើងអាចថា time to peak របស់យើងរកឃើញឧទាហរណ៍5ម៉ោងបាទឧទាហរណ៍5ម៉ោងអញ្ចឹងក្នុងករណីនេះគឺបាទ T បាទនេះថា T លើ5បាទវាស្មើជាមួយនឹង 0.1 អូខេអញ្ចឹងយើងអាចទាញរក T យើងបានបាទពេលហ្នឹង T យើងគឺស្មើជាមួយនឹង 0.1 បាទគុណជាមួយនឹង5បាទអញ្ចឹងក្នុងករណីនេះគឺបាទនិយាយគេ 0.1 បាទជាមួយនឹង 0.1 របស់យើងគឺគុណជាមួយនឹង5អញ្ចឹងយើងបាន 0.5 អញ្ចឹងបាន 0.5 ម៉ោងកន្លះម៉ោងអញ្ចឹងកន្លះម៉ោងវាត្រូវជាមួយនឹង 0.015 អញ្ចឹងទៀតបាទ 0.Q លើបាទ Q លើ QP របស់យើងបាទអញ្ចឹងវាស្មើជាមួយនឹង 0.015 អញ្ចឹងឧទាហរណ៍ QP របស់យើងវាស្មើជាមួយនឹងអ្វីដែលយើងរកឃើញហ្នឹងអូខេឧទាហរណ៍យើងក្រោយរកឃើញ10បាទម៉ែត្រគីបមិនអញ្ចឹងមកក្នុងវិសុខអញ្ចឹងពេលហ្នឹងគឺយើងអាចថា Q លើ10អញ្ចឹងវាស្មើជាមួយនឹង 0.015 បាទអញ្ចឹងយើងគុណទៅយើងនឹងឃើញ Q ហ្នឹងបាទអញ្ចឹង Q យើងប្រកាសជាស្មើជាមួយនឹងបាទ 0.015 ហ្នឹងបាទគុណជាមួយនឹង10របស់យើងហ្នឹងមកអញ្ចឹងយើងប្រកាសជាបានបាទម៉ែត្រគីបវាបាទដែលអានេះពេលរបស់យើងនេះបាទបានន័យថាជាក្នុងករណីនេះគឺលុបវាសិនបាទអញ្ចឹងពេលរបស់យើងនេះគឺបានន័យថាវា
បាទពេលរបស់យើង t វាស្មើជាមួយនឹងបាទ 0.5 ម៉ោងរបស់យើងនេះបាទកន្លះម៉ោងរបស់យើងហ្នឹងអញ្ចឹងវាត្រូវជាមួយនឹង Q របស់យើងហ្នឹងបាទត្រូវជាមួយនឹង Q របស់យើងហ្នឹងគឺបាទនេះអាចចម្លើយហ្នឹងបាទចម្លើយហ្នឹងបាទ 0.15 គុណនឹង10អញ្ចឹងយើងបាន0.កន្លែងនេះគឺ 0.15 បាទឃើញទេយើងបានកូដ 0.15 នៅកន្លែងនេះបាទ 0.5 ម៉ែត្រគីបក្នុង1សែកុងទៅទៀតបាទអញ្ចឹងយើងបានតមកទៀត t ចែកនឹង peak របស់យើងស្មើជាមួយនឹង 0.2 អញ្ចឹងមកទៅវាស្មើនឹង q របស់យើងប៉ុណ្ណឹងអញ្ចឹងឃើញយើងអាចបើសិននៅក្នុង Excel របស់យើងគឺយើងអាចព្រាយវាមកអញ្ចឹងពេលហ្នឹងគឺយើងអាចគូសអានេះបានគូស graph នេះបានអញ្ចឹងអា graph ហ្នឹងឯងដែលជាឧទាហរណ៍យើងគណនានោះមិញហ្នឹងប្រហែលជា2ម៉ោងunit paragraph យើងចង់និយាយទៅវា standard យើងចង់និយាយវា catchment B បាទ catchment B របស់យើងហ្នឹងយើងឃើញ4ម៉ោងអញ្ចឹងហ្នឹងគឺហ្នឹងហើយគឺជាបាទ unit paragraph នេះ4ម៉ោងរបស់យើងបាទអូនេះខ្ញុំមាននេះដែរខ្ញុំសុំលុបអានេះចោលចឹងយើងមាន 2k យើងគុណមកបាទឃើញប៉ុណ្ណឹងបាទអញ្ចឹងពេលហ្នឹងគឺមានឧទាហរណ៍នៅក្នុងហ្នឹងបាទបាទអញ្ចឹងនៅក្នុងនេះគឺអស់ហើយបាទអញ្ចឹងបាទអញ្ចឹងនៅក្នុងhydraulic analysis របស់យើងនេះគឺយើងបញ្ចប់ប៉ុណ្ណឹងបាទអញ្ចឹងអ្នកនរគ្នាអាចយើងឃើញថាអ្វីដែលយើងសិក្សាបាទអ្វីដែលយើងសិក្សាគឺយើងសិក្សាពី unit paragraph របស់យើងបាទអញ្ចឹង unit paragraph គឺជាdirect runoff របស់យើងដែលកើតឡើងដោយសារតែបាទ effective rainfall ឬក៏ rainfall access របស់យើងដែលមានរយៈពេលមួយហើយមានភ្លៀងហើយទឹកភ្លៀងហ្នឹងគឺមានកម្ពស់វាប្រហែលមានកម្ពស់របស់វាគឺ1សង់ទីម៉ែត្របាទអញ្ចឹង1សង់ទីម៉ែត្រវានៅក្នុង catchment របស់យើងគឺវានឹងបង្កើតបានជា direct runoff ទូចមួយនេះបាទហើយអ្វីដែលយើងចង់បាទអញ្ចឹង direct runoff របស់វាunit hydrograph គឺបានន័យថាទឹកភ្លៀងរបស់យើងបាទនេះគឺទឹកភ្លៀងរបស់យើងខុសគ្នាអញ្ចឹងជាទូទៅគឺផ្ទៃរបស់វានឹងគឺស្មើគ្នា volume របស់វាស្មើគ្នាតែប៉ុន្តែ time to peak របស់យើងគឺខុសគ្នាបាទ time to peak ខុសគ្នាហើយ time base ក៏ដូចគ្នាដែរបាទtime base ខុសគ្នាហើយ peak value ក៏ខុសគ្នាដែរបាទហេតុអីក៏យើងរកហេតុអីក៏យើងត្រូវហេតុអីក៏យើងរក UH បាទដោយសារតែ UH នៅពេលដែលយើងដឹងពី UH បាទ unit hydrograph គឺយើងអាចគុណជាមួយនឹង effective rainfall របស់យើងហ្នឹងទៅបាទហើយអញ្ចឹងយើងនឹងបាន direct runoff ហើយ direct runoff បើយើងចង់រក total runoff ឬក៏ runoff hydrograph របស់យើងគឺយើងគាត់បូកជាមួយនឹង base flow ទៅយើងនឹងបានបាទយើងនឹងបាន runoff hydrograph បានថា total របស់យើងបានហើយបាទបាទអញ្ចឹងបាទអញ្ចឹងនៅក្នុង unit hydrograph ដោយសារ unit hydrograph យើងសំខាន់អញ្ចឹង unit hydrograph គឺយើងអាច derive ពី5 qualified storm event បាទអញ្ចឹងនៅក្នុងនេះគឺយើងមានstorm របស់យើង5អញ្ចឹងមកបាទអញ្ចឹងយើងអាចរកយើងអាចរក average របស់វាហើយក្នុងហ្នឹងគឺយើងត្រូវតែកែប្រែវាដោយសារតែដោយយើងពឹងផ្អែកទៅលើបាទ average TPK បាទ time to peak របស់យើងតាមរយៈការរក average time to peak បាទ average នៃ QP របស់យើង average នៃ time base របស់យើងអញ្ចឹងទៅពេលដែលយើងបានហើយយើងនឹងកែវាតាមរយៈបាទយើងកែវាដូចនៅក្នុង example មួយហ្នឹងបាទជាទូទៅ UH របស់យើងបាទ unit hydrograph របស់យើងគឺប្រើបានតែផ្ទៃនៃ catchment របស់យើងពី2 km² ទៅ 5000 km² បាទអញ្ចឹងជាទូទៅ accuracy របស់យើងគឺ time base របស់យើងអាចថាបូកដក 20%
ហើយនឹង QP របស់យើងហ្នឹងគឺអាចថាបូកដក 10% បាទចំពោះបាទ UH របស់យើងបាទនេះថាunit hydrograph របស់យើងគឺយើងអាចធ្វើការបាទយើងអាចបាទយើងអាចធានារកcomplex storm បាទដោយបាទយើងមាន unit hydrograph ដែលយើងមាន storm ម៉ោងដូចគ្នាបាទយើងអាចគុណវាទៅហើយបូកចូលគ្នាទៅដើម្បីបាន total direct runoff របស់យើងបាទហើយចំពោះបាទ UH របស់យើងបាទ unit hydrograph ជាទូទៅគឺយើងអាចមានពីរ method ក្នុងការឬថាយើងមាន2ម៉ោងយើងចង់បាន4ម៉ោងយើងចង់បាន6ម៉ោងអញ្ចឹងបាទគឺយើងអាចមាន method មួយគេហៅថា superposition បាទយើងអាច superposition គឺបានន័យថាយើងអាចរកunit hydrograph មួយតែមានរយៈពេលមួយទៅរកមួយទៀតប៉ុន្តែជាទូទៅគឺវាពឹងផ្អែកទៅលើសារ D របស់យើងហ្នឹងសារ D unit hydrograph របស់យើងម៉ោងវាហ្នឹងគឺពឹងផ្អែកទៅលើ ND បាទ N គឺជា integer អញ្ចឹងបើយើងចង់យើងមាន2ម៉ោងយើងចង់បាន3ម៉ោងអត់បានទេបាទព្រោះអីវាដូចតែ2ម៉ោងវាត្រូវគុណជាមួយនឹងN អញ្ចឹង N គឺជា integer គឺអត់មានក្បៀសទេបាទអញ្ចឹងវាបានតែបើថា2ម៉ោងបាន4 6អញ្ចឹងទៅបើថា3ម៉ោងយើងបាន3 6 9អីចឹងមកអញ្ចឹងបាទអញ្ចឹងវាមាន limitation របស់វាសម្រាប់ superposition អញ្ចឹងដើម្បីឲ្យយើងចង់បានម៉ោងណាក៏បានគឺយើងប្រើ method មួយទៀតគេហៅថា S hydrograph អញ្ចឹង S hydrograph នេះគឺបាទ S hydrograph គឺអ្វីដែលយើងធ្វើគឺយើងគ្រាន់តែបូកវាបាទបាទយើងគ្រាន់តែបូកវាដូចនៅក្នុងនេះយើងមាន4ម៉ោងអញ្ចឹងបូកវាយើងមាន unit hydrograph 4ម៉ោងអញ្ចឹងយើងបូក4ម៉ោងនេះឲ្យហើយមកបាទបូកវាចូលគ្នាបាននេះ S curve នេះបាទកន្លែងនេះមើលសិនបាទយើងមានយើងបូកវាចូលគ្នាមក0 20និយាយទៅគឺបាទយើង0 20 100បូកចូលគ្នាអញ្ចឹងមកអញ្ចឹងដូចថាយើងចង់បានពី10ម៉ោងអញ្ចឹងពី10ម៉ោងយើងបាទយើងពលូតវារហូតដល់បានន័យថាយើងបូក S curve នេះហើយអញ្ចឹងយើងយកS curve 4ម៉ោងរបស់យើងហ្នឹងបាទយើងយក S curve 4ម៉ោងរបស់យើងហ្នឹងបាទយកមកដាក់ចូលក្នុងបើយើងចង់បានពី10ម៉ោងរកកន្លែងម៉ោងពី10ហ្នឹងមកដាក់នៅកន្លែងហ្នឹងបាទបន្តដាក់ចឹងមកហើយយើងបូកចូលគ្នាហើយយើងដកវានិយាយថាយើងយកទី1ហ្នឹងដកជាមួយនឹងទី2អញ្ចឹងយើងបាន data A ហើយកន្លែងនេះបាទរួចហើយបានយើងយកដើម្បីរក unit hydrograph នេះពី10ម៉ោងពី12ទៅ2ម៉ោងហ្នឹងគឺយើងយក data X របស់យើងដូចកន្លែងនេះអញ្ចឹងបាទ column ទី6ហ្នឹងគឺ data X របស់យើងចែកជាមួយនឹងចំនួនម៉ោងដែលយើងចង់បានដូចជាឥឡូវនេះយើងចង់បានពី10ម៉ោងហើយចែកជាមួយនឹងចំនួនម៉ោងដែលដើមរបស់វាចំនួនដើមនៃ UH របស់យើងគឺ4ម៉ោងអញ្ចឹងចែក4បាទអញ្ចឹងអានឹងគឺជាយើងចង់ derive unit hydrograph ហើយដល់ពេលយើងបាន unit hydrograph ហើយ unit hydrograph គឺយើងអាចប្រើពី catchment មួយទៅ catchment មួយទៀតបានបើសិនជា catchment របស់យើងមានលក្ខណៈបាក់បែកគ្នាយើងហៅវាថាជា synthetic unit hydrograph អញ្ចឹងបាទ synthetic unit hydrograph គឺយើងបាទគឺដូចជាអញ្ចឹងបានន័យថាយើងមាន catchment A មួយដែលមានយើងហៅវាថាជា standard UH បានន័យថាវាមានយើងមាន unit hydrograph បាទយើងមាន unit hydrograph catchment B បាទអានឹងគឺជា catchment មួយដែលយើងអត់មាន unit hydrograph ទេយើងចង់យក unit hydrograph ពីក្នុង A ហ្នឹងយកមកប្រើ B អញ្ចឹងជាទូទៅគឺយើងត្រូវតែមានក្បួនវាដោយយើងត្រូវគណនារក CT និង CP ពី catchment A ហ្នឹងយកមកប្រើនៅក្នុង catchment B ដូចក្នុងករណីអញ្ចឹងគឺយើងមាន B CT និង CP របស់យើងគឺយកមកពី catchment A ហើយយើង key របស់វាគឺកន្លែងនេះគឺនៅក្នុង catchment B របស់យើងហ្នឹងដោយសារតែយើងគណនារក TL របស់យើងបាទ TL របស់យើងប្រកាសតែមានក្បៀសមានអីអញ្ចឹងយើងត្រូវប្រកួតវាឲ្យទៅជាម៉ោងនៃទឹកភ្លៀងដែលយើងចង់បានដូចថាយើងគឺប្រកួតយើងគណនាហ្នឹងយើងឃើញដូចថា2ម៉ោង8អញ្ចឹង
អញ្ចឹងយើងទៅប្រកួតវារហូតដល់3ម៉ោងអញ្ចឹងពេលនេះកន្លែងនេះគឺយើង3ម៉ោងយើងដាក់ទីអស់3ម៉ោងដាក់ចូលក្នុង9ម៉ោងបាទអញ្ចឹងពេលនេះយើងអាចគណនារកយើងអាចបងសំខាន់បំផុតគឺយើងអាចគណនារកបាទ time to peak របស់យើងនឹងមក QP គឺយើងរកឃើញបាទហើយទីបាទនេះគឺ time to peak របស់យើងហ្នឹងហើយបាទ TPK ហ្នឹងបាទហើយចំពោះTB របស់យើងបាទ TB គឺយើងអាចប្រើរូបមន្តនេះបាទ TB របស់យើងគឺយើងអាចប្រើរូបមន្តសម្រាប់ large catchment យើងអាចប្រើរូបមន្តនេះបាទ small catchment យើងអាចប្រើរូបមន្តនេះបាទហើយបន្តមកទៀតដើម្បីឲ្យ graph របស់យើងនឹងវាកាន់តែល្អបាទជាទៅគឺយើងប្រើក្បួនមួយគឺយើងត្រូវគណនារក W50 បាទបងឯងនៃ graph របស់យើងនៅកន្លែង 50% នៃ QB របស់យើង QP របស់យើងមួយទៅ 75% បាទគឺបានន័យថា 75% QP របស់យើងហើយយើងអាចបំបែកវាទៅថែមទៀតហើយ50នេះយើងចែកមួយភាគនៅខាងមុខបាទមួយភាគនៅខាង rising limb របស់យើងហ្នឹងហើយបើ2/3ទៅខាង recession limb របស់យើងបាទអញ្ចឹងស្រាប់ 75% ដូចគ្នាដែរបាទអញ្ចឹងពេលនេះគឺយើងអាចដាក់ទាំងអស់នឹងមកដាក់យ៉ាងនេះបាទចំណុចនេះគឺយើងដឹងចំណុចនេះយើងដឹងចំណុចនេះយើងដឹងចំណុចនេះដឹងចំណុចនេះដឹងហើយចំណុច TB របស់យើងគឺយើងដឹងអញ្ចឹងយើងនឹងប្រកាសជាបានតាំងតង់ក្រាហ្វមួយបានបាទgraph មួយដូចគ្នាដែរបាទ UH ហ្នឹងក៏ដូចគ្នាដែរបើសិនជាយើងអត់ចង់ប្រើរ៉ូ 50% រ៉ូ 75% អីហ្នឹងទេបាទឬក៏ TB ហ្នឹងទេយើងអាចប្រើរូបមន្តក្បួនមួយទៀតគេហៅវាថាជា CS SCS method បាទអញ្ចឹង SCS method គឺជា dimensionless unit array graph ដែលយើងនេះគឺជាdimensionless របស់វាបានន័យថាហាក់ដូចជាមេគុណសម្រាប់ម៉ោងហើយនៅមេគុណសម្រាប់ Q អញ្ចឹងក្នុងនេះ Q peak របស់យើង T peak របស់យើង time to peak របស់យើងហ្នឹងអាខាងក្រោមនេះយើងប្រកាសជារកបានតាមរយៈសមីការមុននីតិហ្នឹងបាទកន្លែង catchment B ដែលខ្ញុំបានបង្ហាញហ្នឹងហើយ QP បាទ time to peak peak value របស់វាហ្នឹងក៏យើងអាចរកនៅក្នុង catchment B មិញហ្នឹងបាទឃើញយើងហៅថា Snyder method ហ្នឹងបាទ Snyder equation ហ្នឹងអញ្ចឹងយើងប្រកាសជាបានអញ្ចឹងយើងអាចអនុវត្តវាតាមរយៈអញ្ចឹងបាទអញ្ចឹងពីនេះយើងអាចសាងសង់បាទយើងអាចសាងសង់ unit hydrograph យើងបានដូចគ្នាដែរបានន័យថាបើសិនជាបាទដូចខ្ញុំនិយាយមិញអញ្ចឹងបាទបើសិនជាដូចថាយើងគណនារក T of របស់យើងហ្នឹងបាទ range duration របស់យើងហ្នឹងស្តង់ដារវាដូចថា4ម៉ោងអញ្ចឹងអាហ្នឹងគឺជាបាទស្វ័យhydrograph នេះគឺជាបាទ UH នៃ4ម៉ោងរបស់យើងហ្នឹងបាទអញ្ចឹងនៅក្នុងនេះគឺអស់ហើយបាទចាប់ប៉ុណ្ណេះសង្ឃឹមថាអ្នកនរគ្នាបើសិនមានចម្ងល់យើងអាចពិភាក្សាគ្នាតទៀតបានយើងអាច message ខ្ញុំឬក៏សរសេរមកសាកសួរខ្ញុំនៅក្នុងចំណុចណាអ្នកនរគ្នាអត់យល់បាទអរគុណច្រើន